បាទជំរាបសួរទាំងអស់គ្នាក្នុងថ្ងៃនេះខ្ញុំចង់បង្ហាញទាំងអស់គ្នាតាក់ទងជាមួយនឹង laser របស់យើងក៏ប៉ុន្តែអានេះគឺជា mini version របស់យើងហើយចំពោះការ charge ខ្ញុំបង្ហាញទាំងអស់គ្នាគឺយើង charge ដោយប្រើ USB អញ្ចឹងតាក់ទងជាមួយនឹងអានេះបើសិនករណីយើងធៀបជាមួយនឹងម្រាមដៃណាខ្ញុំបង្ហាញទាំងអស់គ្នាបើសិនធៀបមួយម្រាមដៃគឺវាតូចអញ្ចឹងហើយបានយើងហៅវាជា mini version mini នៃ303របស់យើងណាហើយមួយទៀតតកតងជាមួយនឹងកម្លាំង laser គឺខ្លាំងមែនតើអ្នកទាំងអស់គ្នាអាចឃើញអានេះគឺពេលថ្ងៃគឺវាឃើញច្បាស់ក្នុងរូបភាពបែបហ្នឹងខ្ញុំបាញ់ទៅលើជញ្ជាំងទាំងអស់គ្នាឃើញណានៅក្នុងទូរស័ព្ទប្រហែលជាយើងមើលមិនសូវជាច្បាស់ដូចនៅខាងក្រៅទេក៏ប៉ុន្តែនៅខាងក្រៅគឺច្បាស់ល្អមែនតើអានេះគឺសម្រាប់ laser របស់យើងហើយកាមេរ៉ាសូមបង្ហាញមក laser របស់យើងវិញអញ្ចឹងតកតងជាមួយនេះចំណុចខុសគ្នាគឺយើងអត់មានអាក្បាលនៅខាងលើនេះបាញ់ទៅវាមានអាចសេរីបានដូចអា303ទេហើយមួយវិញទៀតអត្ថប្រយោជន៍របស់វាគឺអានេះគឺវាងាយស្រួលក្នុងការដាក់តាមខ្លួនហើយវាមកគឺវាមានអាកន្លែងសម្រាប់ធ្ពក់ជាមួយនឹងចង្កេះខោតែម្ដងឬក៏អាចភ្ជាប់ជាមួយនឹងកូនសោក៏បានដែរអានេះណាអញ្ចឹងចំពោះពលឺរបស់វាខ្លាំងច្បាស់ខ្លាំងល្អហើយនៅលើនេះក៏យើងមាន logo របស់ company របស់យើងនៅលើហ្នឹងដែរអញ្ចឹងបញ្ជាក់ម្ដងហើយម្ដងទៀតគឺតកតងជាមួយនេះគឺអត់ត្រូវបាញ់ឲ្យចំភ្នែកទេបាញ់ចំភ្នែកគឺគ្រោះថ្នាក់អញ្ចឹងយើងអាចប្រើប្រាស់សម្រាប់ presentation ឬក៏អាចដើរការដ្ឋាននេះយើងអាចប្រើប្រភេទ mini version បានបើសិនករណីអ្នកទាំងអស់គ្នាមិនចូលចិត្តវាធំណាអញ្ចឹងសម្រាប់វីដេអូនេះគឺមានប៉ុណ្ណឹងអរគុណច្រើន